ជាដំណងសូមគោរពជំរាបសួរលោកគ្រូក៏ដូចជាលោកគ្រូអ្នកគ្រូដែលជាមិត្តរួមថ្នាក់ទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងមកសង្ខេបពី chapter 4ដែលនិយាយអំពី embedded formative assessment អញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំនឹងទៅនិយាយតែជាចំណុចសំខាន់នៅក្នុងមេរៀននេះនៅក្នុង chapter 4នេះដែរគឺ embedded formative assessment ហ្នឹងគឺទី1ការវាយតម្លៃសិស្សមាន3ចំណុចសំខាន់ទី1ការវាយតម្លៃសិស្សគណៈពេលដែលកំពុងបង្រៀនទី2ដើម្បីដឹងថាសិស្សហ្នឹងយល់ឬមិនយល់ហើយទី3គឺការកែសម្រួលនៅដំណើរការបង្រៀនឬក៏ខ្លឹមសារមេរៀនរបស់យើងហើយសម្រាប់គោលបំណងមាន3ដូចគ្នាដែរដូចស្តីងនឹងខាងលើដែរអញ្ចឹងគោលបំណងទី1គឺដឹងពីកម្រិតការយល់របស់សិស្សទី2ជួយសិស្សរៀនបានល្អជាងមុនហើយទី3គឺបង្កើតប្រសិទ្ធភាពក្នុងការបង្រៀនរបស់យើងអញ្ចឹងអ្វីទៅតាគ្រូគួរធ្វើម៉េចនៅក្នុងដំណើរការនេះអញ្ចឹងទី1ដើម្បីឲ្យការបង្រៀនរបស់យើងមានប្រសិទ្ធភាពគឺទី1គ្រូត្រូវដឹងពីសិស្សអាចកលែកមើលការបង្រៀនមើលទឹកមុខគាត់មើលអាកប្បកិរិយារបស់គាត់អីជាដើមហើយទី2ហ្នឹងគឺការតាក់ទងមួយនឹងការសួរសំណួរឧទាហរណ៍ថាការសួរសំណួរគាត់បែបផ្ទាល់មាត់អីអញ្ចឹងជាដើមហើយទី3គឺការស្ដាប់ចម្លើយរបស់សិស្សទី4គឺការផ្ដល់ជាមតិយោបល់ភ្លាមអញ្ចឹងឧទាហរណ៍នៅពេលដែលយើងសួរសំណួរនៅពេលដែលសិស្សឆ្លើយតែងតែមានខុសមានត្រូវអញ្ចឹងអត់តាមអ្វីដែលយើងក្រងទុកអញ្ចឹងពេលដែលសិស្សឆ្លើយសំណួរខុសឬត្រូវយើងអាចផ្ដល់ជាមតិភ្លាមដើម្បីកែលម្អដល់សិស្សហើយទី5គឺបដូរវិធីសាស្ត្របង្រៀនបើសិនជាឧទាហរណ៍ថាយើងបរៀនក្នុងវិធីសាស្ត្រហ្នឹងសិស្សភាគច្រើនគឺមិនយល់ហើយនឹងទទួលយកអត់បានអញ្ចឹងយើងត្រូវបដូរវិធីសាស្ត្របង្រៀនអញ្ចឹងឧទាហរណ៍ថាឧទាហរណ៍ងាយឧទាហរណ៍ដូចបរៀនគណិតអញ្ចឹងសួរសិស្សពេលបង្រៀនវិធីគុណឧទាហរណ៍វិធីគុណវិធីចែកអញ្ចឹងពេលបង្រៀនចប់ភ្លាមសួរឬក៏ដាក់ជាកូនលំហាត់តូចមួយដើម្បីរឹងវិធីគាត់ហើយសួរគាត់ថាតើមាននរណាអាចពន្យល់លំហាត់ឬក៏ធ្វើលំហាត់នេះបានដែរឬទេអញ្ចឹងរបៀបបែបហ្នឹងគឺហៅថា embedded formative assessment ហើយចូលដល់មួយទៀតនៅក្នុងនឹងដែរគឺខ្ញុំលើកយកមកចំណុចសំខាន់មាន7ទី1គឺ low level និង high level formative assessment អញ្ចឹង low level ហ្នឹងមកទីហៅថាការវាតម្លៃបែបសាមញ្ញឬក៏មតិយោបល់ដែលផ្ដល់ទៅឲ្យសិស្សហ្នឹងទូទៅហើយ high level ហ្នឹងគឺវាតម្លៃតាក់ទងជាមួយនឹងការបង្រៀនឬក៏ឲ្យសិស្សហ្នឹងគាត់វាតម្លៃលើខ្លួនឯងគាត់លក្ខណៈថាពេលដែលគាត់រៀនមេរៀននឹងចប់អាចឲ្យគាត់គិតឬក៏វាតម្លៃលើខ្លួនឯងថាតើក្នុងមេរៀននេះខ្ញុំចេះបានប្រមាណខ្ញុំយល់បានប្រមាណគ្រូមិនមែនជាអ្នកគ្រូមានតួនាទីសម្របសម្រួលអញ្ចឹងឲ្យសិស្សគាត់ជាអ្នកធ្វើបង្កើតនៅបញ្ហាដោះស្រាយខ្លួនឯងហើយមួយទៀតគឺជំរុញលើកទឹកចិត្តគាត់អញ្ចឹងយើងដូចលើកឡើងខាងដើមដែរអញ្ចឹងក៏យើងមានតួនាទីជាអ្នកសម្របសម្រួលគាត់អញ្ចឹងបើសិនជាគាត់វាតម្លៃខ្លួនឯងថាមេរៀនហ្នឹងខ្ញុំអាចចេះបាន50%ឬក៏មិនចេះមិនយល់កន្លែងណាអញ្ចឹងគ្រូមានតួនាទីសម្រាប់សម្រួលគាត់ហើយនៅចំណុចទី2គឺនិយាយពីប្រភេទនៃ formative assessment ហ្នឹងអញ្ចឹងប្រភេទហ្នឹងគឺកើតឡើងជាបន្តបន្ទាប់អញ្ចឹងទី1គឺ embedded formative assessment ហ្នឹងកើតឡើងនៅក្នុងថ្នាក់រៀនជាបន្តបន្ទាប់អញ្ចឹងទី1គឺផ្អែកលើការសង្កេតអញ្ចឹងធម្មតាការបង្រៀនគ្រូម្នាក់គាត់តែងតែសង្កេតមើលសិស្សរបស់គាត់ហើយថាសិស្សមួយណាងាយយល់សិស្សមួយណាឆាប់ចេះអញ្ចឹង
โดยมีนสิฉลาดให้นังสิได้กดงีจองจำงีโยลเจียงจังให้มือติดคือสำนัวโดยบันเลยขังดามได้ในปีใดยังเรียนจับคือยังแต่ปงรังปฏิกอดอาจสู้กดมาสำนัวปีสำนัวจังเต้ให้นังมาเตะอยู่บอลตัวได้ตีปีนั่นคือ summative based formative assessment นั่นคือขนมนี้ได้คือไปแต่เลยการประเทศหรือการประลองไอ้สิ่งจังដូចយើងចប់មកមេរៀនអញ្ចឹងយើងមាន quiz យើងមានអីឲ្យគាត់អញ្ចឹងទៅអាហ្នឹងក៏ជាការវិតម្លៃមួយនៅក្នុងថ្នាក់ដែរហើយបន្តទៀតគឺផ្ដល់យោបល់ក្រោយពេលដែលយើងបង្រៀនហើយអញ្ចឹងក្រោយពេលដែលប្រឡងហើយតែហើយអញ្ចឹងអាចដឹងអាចឃើញពីកំហុសឆ្គងមកសិនអញ្ចឹងគឺអាចផ្ដល់ជាមតិយោបល់ថាឲ្យគាត់គួរប្រឹងនៅចំណុចនេះបន្ថែមឬក៏ធ្វើលំហាត់នឹងឲ្យបានច្រើនដងទៅអាចនឹងចេះចាំអីចឹងទៅចំណុចទី3គឺការប្រមូលភស្តុតាងនៅក្នុង embedded formative assessment នឹងដែរអញ្ចឹងការគ្រូគួរតែប្រមូលព័ត៌មានពីទី1ការសង្កេតមើលអាកប្បកិរិយាសិស្សសួរសំណួរនឹងចម្លើយការងារក្រុមការងារឯកជនឬក៏ការវិតម្លៃដល់ខ្លួនឯងនៅសិស្សផ្ទាល់ហ្នឹងហើយទី6គឺសំទោសទី4គឺការសង្កេតអញ្ចឹងគ្រូត្រូវសង្កេតមើលដែរសង្កេតមើលថាតើសិស្សនៅពេលដែលបង្រៀនសិស្សក្នុងកំឡុងពេលដែលបង្រៀនហ្នឹងសិស្សមានសកម្មភាពចូលរួមអត់កម្រិតយល់របស់គាត់ប៉ុណ្ណាហើយអារម្មណ៍និងចំណាប់អារម្មណ៍ពួកគាត់តើពួកគាត់ធុញទ្រាន់អត់ពួកគាត់ចង់រៀនមេរៀននឹងអត់ចង់ចូលចិត្តនឹងវិធីសាស្ត្រដែលគ្រូយកមកបង្រៀននឹងអត់ហើយក៏មើលលើទឹកមុខនឹងការមើលភ្នែកមើលអីសិស្សអញ្ចឹងដែរទៅចាហើយទី5គឺសំឡេងនិងការនិយាយរបស់សិស្សអញ្ចឹងសិស្សភាគច្រើនសិស្សដែលទីហោដូចទីហោខ្ញុំជាក់ស្ដែងអញ្ចឹងការបង្រៀនរបស់ខ្ញុំការឆ្លើយតបរបស់សិស្សខ្ញុំសិស្សខ្លះមានសិស្សភាគតិចដែលគាត់និយាយឆ្លើយតបមកយើងរៀងមានទំនុកចិត្តលក្ខណៈថាច្បាស់លាស់ជឿជាក់ទឹកចិត្តលើខ្លួនឯងហើយមានសិស្សភាគច្រើនមែនតើដែលគាត់ឆ្លើយមកអត់មានទំនុកចិត្តលើខ្លួនឯងអញ្ចឹងចំណុចហ្នឹងគឺចង់បានន័យថាអញ្ចឹងហើយទី6គឺសំណួរប្រកបដោយប្រសិទ្ធភាពអញ្ចឹងសំណួរប្រកបដោយប្រសិទ្ធភាពហ្នឹងមិនសំណួរល្អមិនគួរវែងពេកហើយគ្មានន័យស្ដាប់បានទេអញ្ចឹងឲ្យចូលលក្ខណៈថាខ្លីប៉ុន្តែខ្លឹមងាយស្រួលឲ្យសិស្សយល់ហើយនឹងសិស្សចងចាំទី2គឺសមស្របនឹងគោលដៅមេរៀនអញ្ចឹងការដាក់សំណួរដូចមេរៀនមុនដែរអញ្ចឹងនិយាយនៅវីដេអូមុនដូចគ្នាដែរការដាក់សំណួរត្រូវតែវាស៊ីសង្វាក់ជាមួយនឹងមេរៀនហើយនឹងគោលបំណងរបស់យើងមិនមែនគោលបំណងចង់ឲ្យសិស្សចេះនៅមេរៀនវិធីកុនតែនៅពេលដាក់សំណួរគឺតាក់ទងទៅនឹងវិធីចែកអញ្ចឹងគឺវាអត់ស៊ីជាមួយនឹងគោលដៅរបស់យើងគោលបំណងរបស់យើងហើយមួយទៀតគឺជំរុញការគិតអញ្ចឹងត្រូវបង្កើតនៅបច្ជ្រាបនៅការគិតការច្នៃប្រឌិតនឹងដល់សិស្សដែរឲ្យគាត់រៀនគិតពិចារណាឲ្យបានខ្ពស់ជាងមុនហើយក្នុងនឹងដែរជារួមក៏មិនមានភាពលំអៀងលក្ខណៈថាអនុញ្ញាតឲ្យសិស្សឬក៏លើកទឹកចិត្តឲ្យសិស្សគ្រប់ស្រទាប់វណ្ណៈគឺគាត់ចូលរួមមិនមែនរើសអើងថាអ្នកចេះដល់អ្នកចេះអ្នកមិនចេះមិនយកចិត្តទុកដាក់មួយគាត់ទេហើយចំណុចសំខាន់គឺផ្ដល់ពេលវេលាឲ្យគាត់បានគិតមិនមែនដាក់សំណួរពឹបសិស្សអត់ទាន់បានគិតផងដល់នាទីឲ្យគាត់ឆ្លើយអញ្ចឹងនៅពេលដែលដាក់សំណួរពឹបគឺត្រូវទុករយៈពេលឲ្យគាត់គិតសិនហើយចុងក្រោយទី8គឺមតិយោបល់ feedback នឹងអញ្ចឹងក្នុងនឹងដែរគឺសំខាន់ចំណុចចុងក្រោយនេះក៏សំខាន់ដែរការបង្រៀនត្រូវតែមានជាមតិឆ្លើយតបទៅកាន់សិស្សវិញដូចខ្ញុំបាននិយាយពីខាងលើមកអញ្ចឹងនៅពេលដែលសិស្សគាត់ខ្វះខាតនៅចំណុចនេះត្រូវតែឆ្លើយតបកែតម្រូវឲ្យគាត់ភ្លាមដើម្បីឲ្យគាត់នឹងងាយស្រួលរៀនសារឡើងវិញឬក៏ទៅកែប្រែកំហុសរបស់គាត់អញ្ចឹងតាន់ពេលវេលាកុំឲ្យវ
ព្រោះថាក្នុងខែហ្នឹងប្រឡងអញ្ចឹងសិស្សខុសប៉ុន្តែអត់កែឲ្យសិស្សទេសិស្សមានកំហុសត្រង់នេះសរសេរមិនច្បាស់សំណួរឆ្លើយមិនត្រូវចាក់ប្រធានអញ្ចឹងអត់ប្រាប់គាត់តែចាំដល់ទៅខែក្រោយចាំប្រាប់គាត់ទៀតអញ្ចឹងនៅពេលដែលប្រឡងខែក្រោយមកគឺគាត់ធ្វើបែបហ្នឹងទៀតហើយអញ្ចឹងការឲ្យជាមតិយោបល់ត្រឡប់ហ្នឹងគឺសំខាន់ឲ្យចំពោះខ្ញុំដែរនៅក្នុងមេរៀនទី4នេះសូមសង្ខេបចាប់តែប៉ុណ្ណឹងអញ្ចឹងសូមអរគុណលោកគ្រូនិងលោកគ្រូអ្នកគ្រូទាំងអស់